Bà chồng rệp xu bong bồn Primarianភាសាអង់គ្លេសទាំងអស់ថ្ងៃនេះគឺខ្ញុំមានកិច្ចការមួយដែលដាក់ជូនឲ្យសិស្សានុសិស្សគាត់ធ្វើសាកល្បងដូច្នេះថាតើកិច្ចការហ្នឹងគឺកូនសិស្សគាត់ធ្វើល្អកម្រិតណាតោះអញ្ចឹងសូមតាមដានទាំងអស់គ្នាបាទទី1គឺពាក្យប្រយោគតាក់ទងនឹងគេថាhome បាទ I am at home បាទគឺត្រឹមត្រូវទី2 he is at library ដូច្នេះចំណុចនេះបើសិនយើងកែឲ្យត្រូវគឺបន្ថែមពាក្យ the គឺ he is at the library ប្រយោគបន្ទាប់គឺ she is in Cambodia ត្រឹមត្រូវប្រយោគបន្ទាប់ទៀតគឺ it is at supermarket បាទប្រយោគនេះគឺដោយប្រយោគទី1ខាងលើដែរគឺយើងត្រូវថែម article the បាទដូច្នេះគឺ it is at the supermarket ប្រយោគបន្ទាប់នោះគឺ we are in the room ត្រឹមត្រូវប្រយោគបន្ទាប់ទៀតគឺ you are in town ត្រឹមត្រូវនិង they are in dining room ប្រយោគនេះគឺយើងបន្ថែម article the គឺ they are in the dining room បាទហើយសម្រាប់ចំណុចមកក្រោមទៀតគឺប្រយោគទី1គឺ I am at school បាទត្រឹមត្រូវទី2 she is at school ត្រឹមត្រូវទី3 he is in Phnom Penh ត្រឹមត្រូវទី4 it is in India ត្រឹមត្រូវទី5 we go to Karachi ត្រឹមត្រូវទី6 you are in the school ត្រឹមត្រូវ they go to market ត្រឹមត្រូវទី8 I am at home ត្រឹមត្រូវនិងទី9 he goes to រលុះបាទសម្រាប់ពាក្យរលុះនេះគឺជាឈ្មោះភូមិឬក៏ជាឈ្មោះឃុំដូច្នេះគឺយើងអាស្រ័យអក្សរធំបាទនិងទី10គឺ she goes to អូក្រៀងបាទត្រឹមត្រូវបាទដូច្នេះគឺសូមអរគុណបាទ